បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយការ៉ាស់លក់ម៉ូតូ CKX នៅប្រទេសជប៉ុនយើងខ្ញុំបាទហើយម៉ូតូថ្ងៃនេះគឺប្រភេទម៉ូតូអាគប់កៅហ្នឹងគឺកៅហើយបាទកម្លាំងវាកៅហើយម៉ូតូអាគប់កៅនេះគឺវាជាប្រភេទដុំធំហើយវាក៏ជាប្រភេទស៊េរីខ្ពស់ជាងគេផុតលេខផងដែរបាទគឺឆ្នាំ2007បាទប៉ុន្តែស្រុកខ្មែរប្រហែលជាគេឲ្យបង់ទុន2008បាទ2007 8អីវាគ្មានព្រួយបារម្ភអីទេបាទប៉ុន្តែគ្រាន់តែវាគេថាស៊េរីអស់ខ្ពស់ត្រឹមហ្នឹងហើយបាទអស់ខ្ពស់ត្រឹមហ្នឹងហើយព្រោះអាខ្ពស់ជាងហ្នឹងទៀតគឺអត់មានទេបាទមានតែស៊េរីអាគប់110វិញបាទហើយអាគប់កៅប្រភេទនេះបងប្អូនអាការពីមុនវិញការដែលខ្ញុំនៅក្មេងៗអត់សូវតន់ស្គាល់អាគប់ហ្នឹងដែរអ្នកលក់ថាយគេវាជាប្រភេទម៉ូតូអាគប់កៅឆ្នាំ2011 12អីណាណីតែបើអត់មានទេបងប្អូនគឺវាជាប្រភេទម៉ូតូដែលវាធ្វើអស់ស៊េរីឯត្រឹមឆ្នាំ2007អីហ្នឹងបាទខ្ញុំថា2007ហ្នឹងគឺបានន័យថាម៉ូតូហ្នឹងក៏វាឈប់ផលិតជាមួយនឹងប្រភេទម៉ូតូ XR 07អីដែរបងប្អូនXR 250 07ណាបងប្អូនដែលឮសូរ XR 250ដែរ08អត់គឺអត់មានទេបងប្អូនអញ្ចឹងឯងចង្វាក់ផលិតកម្មប្រើបេនគឺវាប្រឈប់នៅឆ្នាំ2007ដូចគ្នាអញ្ចឹងបាទអញ្ចឹងត្រង់ចំណុចនេះហើយ XR 07អាគប់07សិតតែស៊េរីខ្ពស់ជាងគេបំផុតហើយបងប្អូនស៊េរីខ្ពស់ផុតលេខហើយបើចង់រកអាគប់កៅឆ្នាំ2011 12ដូចការ៉ាស់ម៉ូតូខ្លះគាត់ដាក់បន្លំអញ្ចឹងទៅស៊េរីឆ្នាំខ្ពស់ឆាប់វាយចេញគឺអត់មានទេបងប្អូននៅតែ07អញ្ចឹងបាទហើយម៉ូតូអាគប់សួរថាមាំអត់បងប្អូនមាំអត់មាំណាស់បងប្អូនមាំណាស់បើសិនជាបងប្អូនដូចប្រហែលជាបងប្អូនក្មេងៗមិនសូវជាចាប់អារម្មណ៍ទេតែចាស់ចំណាស់អីចឹងទៅគាត់លែងចង់ស្ទាវហើយបងប្អូនអញ្ចឹងហើយគាត់ត្រូវការប្រភេទម៉ូតូមួយដែលជិះចុញនេះស្អីគេវិញអូពេញពីងទេបងប្អូនពេញពីងដោះវា 8000 គីឡូហើយថែមពេញពីងមួយតាមម៉ូតូជូនបងប្អូនបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយម៉ូតូអាគប់កៅនេះគឺថ្មីស្អាតទៀតហើយបងប្អូនគឺវា 8000 គីឡូហើយមើលរូបរាងអញ្ចឹងទៅគឺអត់មានបុកបែកបាក់អីទេបាទទិញមកភ្លាមដៃគូបោះម៉ូតូឲ្យភ្លាមយកឡើងឡានយកមកដាក់នៅការ៉ាស់យើងហ្នឹងថតឲ្យបងប្អូនភ្លាមហើយអញ្ចឹងទៅខ្ចប់យកទៅស្រុកខ្មែរបាទស្រួលងាយបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ